ជំរាបសួរសំណប់ចិត្តបេះដូងជំរាបសួរសុខសប្បាយទាំងអស់គ្នាខានជួបគ្នាបានថ្ងៃណាអូខេថ្ងៃនេះមកមើលបៀមួយណាចាំមើលក្នុងបៀនេះប្រាប់ឲ្យដល់អ្នកទាំងអស់គ្នាដែរអំពីអ្នកដែលស្រឡាញ់យើងណាអ្នកណាដែលគេលួចស្រឡាញ់យើងឬក៏អ្នកដែលគេកំពុងតែប្រាប់យើងរួចហើយថាគេស្រឡាញ់យើងអញ្ចឹងណាកន្លែងថតថ្ងៃនេះរៀងតូចបន្តិចអញ្ចឹងឃើញបែបហ្នឹងកុំប្រកែប្រកាន់ណាចាដល់យើងមើលចានៅក្នុងបៀននេះគឺបានប្រាប់យើងថាអ្នកដែលមានតំណតំណងនឹងយើងឬក៏អ្នកដែលលួចស្រឡាញ់យើងក្នុងចិត្តគេចង់ប្រាប់យើងថាម៉េចទេបងប្អូនគេថាគាត់ត្រូវការនិយាយជាមួយយើងហើយគាត់មានអារម្មណ៍ថាគាត់ចង់នៅចិត្តយើងចង់ជួបយើងចង់និយាយជាមួយយើងចង់ផ្អែមល្ហែមមួយយើងអញ្ចឹងណាហើយគាត់សនំពរថាសូមឲ្យយើងនឹងបើកចិត្តទទួលយកការតំណតំណងពីគាត់ផងចាឲ្យយើងព្រមទទួលនិងព្រមនិយាយនិងព្រមទទួលយកតំណតំណងតាមមធ្យោបាយណាក៏ដោយដូចជាតាមឆាតតាមទូរស័ព្ទតាមការ comment អីចឹងណាបងប្អូនចាតាម social media ចាគាត់สนับสนุนឲ្យយើងទទួលយកការបានគាត់ផងទទួលយកនៅការដែលគាត់ចង់មានតំណតំណងជាមួយយើងណាចាហើយគាត់ក៏បាននិយាយថាបើសិនជាយើងព្រមទទួលការឆ្លើយតបមួយនេះគឺស្មើនឹងលើកទឹកចិត្តគាត់ឲ្យគាត់មានកម្លាំងចិត្តបន្តទៅមុខទៀតឲ្យគាត់សប្បាយនៅក្នុងជីវិតរបស់គាត់ចាឲ្យជីវិតគាត់មានភាពស្រស់ស្រាយបើសិនបើយើងទទួលយកការរាប់អានមួយនេះការស្រឡាញ់មួយនេះចាធម្មតាណាបងប្អូនអ្នកដែលស្រឡាញ់គេណាចាពេលដែលយើងយល់ព្រមថាស្រឡាញ់គេវិញណាគ្នានោះស្មើនឹងហៅអីប្រៀបបាននេះមាសប៉ិនដងទុំក៏ប្រៀបបានដែរគឺជីវិតនឹងគឺវាស្រស់ស្រាយហ្មងណាចាអញ្ចឹងគាត់សូមឲ្យយើងទទួលយកការតំណតំណងមួយនេះផងសូមឲ្យយើងទទួលយកនឹងឆ្លើយតបនៅពេលឆាប់នេះផងនៅការដែលគាត់ចង់រាប់អានយើងគាត់ចង់ស្រឡាញ់យើងអីចឹងណាចាគាត់នឹងរងចាំទទួលចម្លើយណាចាអញ្ចឹងបងប្អូនណាខ្លះដែលនឹងមានអ្នកកំពុងតាមស្រឡាញ់និងអ្នកដែលគេបានប្រាប់យើងហើយប៉ុន្តែយើងអត់ទាន់មានចម្លើយឲ្យគេអញ្ចឹងណាឥឡូវហ្នឹងគេរងចាំចម្លើយនេះណាអូខេជំរាបលាសូមឲ្យសុបិនល្អទាំងអស់គ្នាណា